ក្រសួងការងារក្រមលឹងឲ្យបង្កើតការប្រុងប្រយ័ត្នលើបញ្ហាអគ្គិភ័យក្នុងរដូវប្រាំងសាជាថ្មីម្ដងទៀតដើម្បីលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងាររបស់កម្មករនិយោជិនសម្ដៅបង្ការគ្រោះថ្នាក់ជាយថាហេតុនៅកន្លែងធ្វើការដូចជាការដួលសន្លប់និងករណីអគ្គិភ័យក្នុងរដូវប្រាំងនេះក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈកាលពីពេលថ្មីៗកន្លងទៅនេះបានក្រើនរំលឹកដល់ម្ចាស់សហគ្រាសគ្រឹះស្ថានទាំងអស់ឲ្យអនុវត្តវិធានការបង្ការអគ្គិភ័យឲ្យបានម៉ឺងម៉ាត់ស្របតាមសេចក្តីណែនាំចុះនៅថ្ងៃទី13ខែកុម្ភៈឆ្នាំ2025របស់ក្រសួងអ្នកនាំពាក្យក្រសួងការងារលោកសុនមេសាបានដឹងថាស្របពេលដែលស្ថានភាពអាកាសធាតុនៅតែបន្តប្រែប្រួលម្ចាស់ឬនាយកសហគ្រាសគ្រឹះស្ថានទាំងអស់ត្រូវបង្កើនឲ្យមានការត្រួតពិនិត្យជាប្រចាំនៅបណ្ដាផ្គប់ផ្គង់ចរន្តអគ្គិសនីបំពង់ពន្លត់អគ្គិភ័យប្រព័ន្ធទុយោបាញ់ពន្លត់អគ្គិភ័យកណ្ដឹងប្រកាសអាសន្នឧបករណ៍ចាប់ផ្សែងនិងភ្លើងពន្លឺដែលស្វ័យប្រវត្តិនៅពេលដែលចរន្តអគ្គិសនីដើម្បីការពារសុវត្ថិភាពយោងតាមសេចក្តីណែនាំរបស់ក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈចុះផ្សាយនៅថ្ងៃទី13ខែកុម្ភៈឆ្នាំ2025បានក្រើនរំលឹកដល់ម្ចាស់ឬនាយកសហគ្រាសគ្រឹះស្ថានទាំងអស់ឲ្យរៀបចំឲ្យមានផែនការឆ្លើយតបពេលមានអាសន្នឲ្យបានឆាប់រហ័សចំពោះទីតាំងដែលប្រើប្រាស់សារធាតុគីមីឬវត្ថុនិងសម្ភារៈដែលងាយឆាប់ឆេះនិងធ្វើការតាមដានជាប្រចាំលើសីតុណ្ហភាពសមាមាត្រដែលបានបំពាក់ក្នុងសហគ្រាសឬគ្រឹះស្ថានពិនិត្យនិងថែទាំជាប្រចាំនៅប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់កង្ហារបើងបង្អួចទាំងអស់កម្មករនិយោជិនត្រូវស្លៀកពាក់សមស្របតាមអាកាសធាតុជាមួយគ្នានេះផងដែរសហគ្រាសគ្រឹះស្ថានទាំងអស់ត្រូវអប់រំបណ្ដុំបណ្ដាលកម្មករនិយោជិកឲ្យយល់ដឹងពីសញ្ញាការពារសុវត្ថិភាពរបៀបជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាពនិងត្រួតពិនិត្យជាប្រចាំនៅមធ្យោបាយសង្គ្រោះបឋមនិងដំណើរការគលានុបដ្ឋាយការប្រចាំសហគ្រាសផងដែរសេចក្តីណែនាំដដែលបញ្ជាក់ថាម្ចាស់ឬនាយកសហគ្រាសគ្រឹះស្ថានដែលមានការធ្វេសប្រហែសនិងមិនបានអនុវត្តតាមសេចក្តីណែនាំបណ្ដាអប៉ះពាល់ដល់អាយុជីវិតទ្រព្យសម្បត្តិសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈត្រូវទទួលរងការផាកពិន័យតាមច្បាប់ស្តីពីការងារនិងទោសព្រហ្មទណ្ឌផ្សេងៗស្របតាមមាត្រា30នៃច្បាប់ស្តីពីការបង្ការនិងពន្លត់អគ្គិភ័យនិងច្បាប់ពាក់ព័ន្ធដទៃទៀត